បាទ Shalom Shalom ជម្រាបសួរក្នុងនាមព្រះម្ចាស់យេស៊ូវគ្រីស្ទ on passive ស្ថាបនិកហ្នឹងហើយខ្ញុំនឹងបង្ហាញបងប្អូនរបៀបចូលទៅទិញបង់ប្រាក់បន្ថែម147 143ដើម្បីទិញយកផលិតផលរបស់ O Connect អូខេខ្ញុំមិនបាច់បញ្ចូលច្រើនទេព្រោះអីខ្ញុំបានបញ្ចូលនៅក្នុងgroup chat រួចហើយហ្នឹងហើយដូច្នេះខ្ញុំបានបើកចូលមកក្នុង account របស់ខ្ញុំហើយពេលបើកមកគឺវាចេញអញ្ចឹងហើយដូច្នេះយើងចុចឲ្យកន្លែងនេះដើម្បីឲ្យវាបើកទំព័រថ្មីមកហើយយើងចុច marketplace ចុច marketplace វានាំយើងចូលទៅក្នុងទំព័រផលិតផលគឺ O Connect នេះអូខេដូច្នេះយើងចុច here ទីនេះចុច get it now សម្រាប់90ថ្ងៃអូខេពេលណាយើងចុចចឹងទៅវាបើកទំព័រថ្មីមកវារាយឈ្មោះអ្វីដែលនៅក្នុងផលិតផល O Connect ហ្នឹងអូខេដូច្នេះយើងរុញវាឡើងលើទៅហើយយើងចុច subscribe នេះអូខេចុច subscribe ហើយវានាំយើងចូលមកក្នុងទីនេះវាប្រាប់ថាតម្លៃដើម175ក្នុងរយៈពេល3ខែក៏ប៉ុន្តែដោយសារតែយើងជាស្ថាបនិកគឺក្រុមហ៊ុនបានបញ្ចុះតម្លៃសម្រាប់3ខែតែ250ទេហ្នឹងហើយដូច្នេះយើងបង់250សម្រាប់3ខែយើងរុញវាឡើងទៅលើទៅយើងមិនឥឡូវនេះយើងមិនបង់250ទេដោយសារតែយើងមានលុយ107នៅក្នុងនឹងស្រេចហើយយើងបង់តែ143រៀលដុល្លារបន្ថែមតែប៉ុណ្ណោះដើម្បីបង្គ្រប់250សម្រាប់3ខែអូខេនេះគឺជាក្រុមហ៊ុន card ដែល on passive អាចទទួលយើងបញ្ចូលទិញអីយើងប្រើប្រាស់អីយើងប្រើកាតដែលនៅក្នុងនេះហ្នឹងឈ្មោះ Visa Mastercard American Express ឬក៏ Pay Crypto អីចឹងទៅហ្នឹងបើយើងអត់មានកាតទេយើង Pay Crypto យើងចុចនេះទៅឃើញវាបដូរមកពី card មក crypto ទេដូច្នេះយើងអត់ប្រើ crypto ទេយើងប្រើ card យើងចុចប្រអប់ card ហ្នឹងដូច្នេះយើងចុច confirm 143យើងចុច confirm ហ្នឹងហើយនេះគ្រាន់តែជាការបញ្ជាក់បន្ថែមឲ្យយើងដឹងថាយើងត្រូវបង់$143អូខេដូច្នេះនៅក្នុងប្រអប់នេះយើងចុចវាទៅយើងជ្រើសរើសយកកាតមួយណា Visa Card Mastercard American Express ត្រឡប់មកវិញហ្នឹងហើយវាមាន3មុខហ្នឹងសម្រាប់ឲ្យយើងជ្រើសរើសយើងប្រើកាតមួយណាដូច្នេះខ្ញុំប្រើ Visa ខ្ញុំចុចយក Visa អូខេហើយពេលណាដែលបងប្អូនដាក់ឈ្មោះនេះហើយអូខេហើយយើងដាក់ឈ្មោះយើងទៅឈ្មោះដែលនៅក្នុងVisa Card ហ្នឹងឲ្យវាស្របគ្នាមិនមែនឈ្មោះនៅក្នុងតសញ្ញាណប័ណ្ណយើងដាក់កាតឈ្មោះនៅក្នុងកាតហ្នឹងដូច្នេះយើងដាក់លេខកាតហ្នឹងនៅក្នុងនេះ
អូខេពេលណាដែលបងប្អូនវាយកាតហើយដាក់ថ្ងៃខែហើយដាក់លេខ3ខ្ទង់ជាស្រេចរួចហើយបងប្អូនចុច Pay Now អូខេដូច្នេះខ្ញុំនឹងអត់ឲ្យបងប្អូនមើលឃើញកាតខ្ញុំទេអូខេដូច្នេះទៅបន្ទាប់ពីយើងចុច Pay Now គឺវាមកទំព័រនេះមានន័យថា Pay successfully គឺមានន័យថាយើងបង់បានសម្រេចហើយតើយើងត្រូវធ្វើយ៉ាងម៉េចទៀត back to the marketplace see bill your payment was successful enjoy your products and explore more អូខេដូច្នេះនៅពេលនេះគឺយើងបានបង់លុយសម្រេចហើយបានសម្រេចហើយយើងគ្រាន់បើយើងមិនប្រើប្រាស់ផលិតផលហ្នឹងទៅគឺយើងបានសម្រេចតែប៉ុណ្ណឹងគឺយើងបានស្រេចហើយអូខេចាំខ្ញុំប្រាប់របៀបប្រើផលិតផលក្រោយប៉ុន្តែឥឡូវនេះគឺយើងទៅមើលដូចថាប្រកាន់ដៃខ្មែរហៅស្អីគេ receipt ប្រកាន់ដៃចឹងគឺមានពាក្យខ្មែរហៅគេខ្ញុំភ្លេចហើយពាក្យខ្មែរបាក់ហៅអូខេយើងទៅមើល receipt យើងdownload invoice payment detail អូខេនេះគឺជាការរាយដូចថាលម្អិតអំពីអ្វីដែលយើងបានបង់ហ្នឹងនេះគឺចំនួនក្នុងមួយខែដែលមិនទាន់ចុះថ្លៃគឺ375ហើយនេះគឺគេប្រាប់ថាមួយខែ free យើងអត់បង់តាមដូចថាយើងបង់តម្លៃ375ហ្នឹងក៏ប៉ុន្តែយើងគេឲ្យមួយខែដោយឥតគិតថ្លៃហ្នឹងហើយមួយខែឥតគិតថ្លៃហ្នឹងគឺគេបញ្ចុះមកនៅ250ហើយ payment through wallet គឺមានន័យថាយើងបង់តាមរយៈកាបូបយើងនៅក្នុងon passive ហ្នឹង$107អូខេហើយយើងបង់តាមរយៈ credit card យើង$143ដូច្នេះសរុបទាំងអស់107ហើយនិង143ហ្នឹងវាសរុប$250អូខេដូច្នេះវាក្នុងរយៈ3ខែអូខេដូច្នេះតែប៉ុណ្្នឹងឯងរបៀបដែលយើងបង់លុយបន្ថែមអូខេបងប្អូនមានសំណួរអីសូមសួរបន្ថែម